ឥឡូវចូលដល់រឿងកម្ពុជានៅតែជាប្រទេសនាំមុខគេខាងតម្លៃប្រេងឥន្ធនៈថ្លៃជាងគេនៅលើពិភពលោកប្រទេសយើងក្រីក្រជាងគេដែរក្នុងចំណោម45ប្រទេសកម្ពុជាក្រីក្រជាងគេក្នុងចំណោមប្រទេស45នៅលើលោកដែលក្រីក្រជាងគេតែដល់តែពេលសាំងឡើងថ្លៃគឺយើងឡើងថ្លៃកប់ពពកលើសគេលើសប្រទេសណាទាំងអស់ទាំង190ប្រទេសជាងនៅលើពិភពលោកហេតុអីបានជាដូច្នេះតារាងនេះគឺអង្គសារព័ត៌មាន Al Jazeera លើកតាំងពីថ្ងៃទីថ្ងៃ11ខែមីនាមកម្លេះប៉ុន្តែតម្លៃសាំងនឹងប្រេងរបស់កម្ពុជាហ្នឹងគឺនៅតែលើតារាងកំពូលលើគេរហូតព្រោះអីកម្ពុជាថ្លៃសាំងដែលឡើងក្នុងរយៈពេលពីថ្ងៃ23ខែមីនាមកកុម្ភៈមកដល់ថ្ងៃនេះគឺនៅតែឈរលំដាប់ថ្នាក់ 68% ឡើង 68% បងប្អូនដឹងហើយមែនទេជិត 4000 3800 ឥឡូវមក 5200 5400បើមិនស្រុតផងមិនបាច់ទេឡើងដល់ទៅប្រមាណហើយដឹងគុណនឹង2គុណនឹង2កន្លះហើយអ្នកដែលនៅប្រទេសដែលវៀតណាមគេឡើងដែរគឺប៉ុន្តែគេឡើងត្រឹមតែមិនដល់ 50% នៅឡាវគេឡើងដែរឡើងបាន 33%យើងមើលប្រទេសនៅតំបន់ហ្នឹងគឺយើងវ៉ាលើគេទាំងអស់សំបីតែសហរដ្ឋអាមេរិកអូស្ត្រាលីម៉ាឌីវកាណាដាឬក៏សិង្ហបុរីអីគេនៅសុទ្ធតែក្រោមត្រឹមក្រោម20ឬ 20% យើងគឺឡើងដល់ទៅ67.81% ជិត 68%ហេតុអីបានជាសាំងយើងឡើងថ្លៃខ្លាំងយ៉ាងនេះខ្ញុំជឿថានេះគឺមកពីកម្លាំងសេដ្ឋកិច្ចរបស់កម្ពុជានឹងឯងដែលទី1សេដ្ឋកិច្ចយើងខ្សោយយើងអត់មានលុយទុកដើម្បីខាតច្រើនពេកទេព្រោះរដ្ឋពឹងចំណូលពីពន្ធប្រេងកាតប្រេងឥន្ធនៈឬហ្គាសហ្នឹងបើសិនជាមិនយកគឺរដ្ឋដាច់ចំណូលច្រើនណាស់អាច$100 លាននៅក្នុងមួយឆ្នាំតើបានលុយឯណាបើប្រាក់ខែឲ្យមន្ត្រីរាជការនិងទាហានរបស់យើងព្រោះរដ្ឋអត់មានចំណូលច្រើនផងរួចទៅអត់យកអាពន្ធហ្នឹងហើយនៅពេលហ្នឹងគឺរដ្ឋត្រូវមានទុនបំរុងដើម្បីបញ្ចេញចុះមាសយើងដែលមាន30-40តោនហ្នឹងនៅឯណាចុះលុយយើងដែលថាមានសល់រហូតដែលលោកហ៊ុនសែនធ្លាប់និយាយមកនៅឯណាអត់បញ្ចេញអាហ្នឹងមករដ្ឋអត់មានទេការពិតគឺនៅពេលដែលមានរឿងគឺដឹងថារដ្ឋយើងក្ររដ្ឋយើងអត់ពីមុនមកនិយាយចេះនិយាយស្អំចិត្តទេតែអត់មានលុយទេហើយដល់ពេលហើយទី1សេដ្ឋកិច្ចយើងអត់មានលុយបំរុងច្រើនដើម្បីទប់ដើម្បីឲ្យសាំងនឹងថោកទី2យើងអត់មានផលិតសាំងខ្លួនឯងប្រេងខ្លួនឯងទេយើងអត់មានរោងចក្រចម្រាញ់ប្រេងកាតយើងអត់បានខួងប្រេងទេប្រេងយើងខួងបានតែមួយដំណក់គត់ដាក់នៅវិមានឈ្នះហ្នឹងបានតែមួយដំណក់ហើយពេលខួងមកហើយហ្នឹងអាប្រេងដែលខួងបានមកកប៉ាល់ធំគេលួចយកចេញទៅបាត់មកដល់មកហ្នឹងអត់បានមករៀលបាត់អាលុយប្រេងហ្នឹងរាប់លានណែលីត្រទៅបាត់អត់ដឹងបានលុយនៅណាទៅណាគេកប៉ាល់ប៉ុណ្ណាណៃគេដឹកចេញដោយអាមកដំណក់នៅសល់មកដំណក់អាប្រមាណទៀតបាត់អស់ទៀតទីអាហ្នឹងយើងអត់មានប្រេងយើងអត់បានខួងខ្លួនឯងតើបានប្រេងមកពីណាដើម្បីទប់ទី2ទី3យើងឆ្លោះគ្នាជាមួយថៃយើងហាមឃាត់ប្រេងឥន្ធនៈរបស់ថៃអត់ឲ្យចូលស្រុកយើងទេជាការល្អហើយយើងធ្វើឲ្យយើងរឹងមាំទៅយើងអត់ពឹងថៃប៉ុន្តែយើងពឹងប្រេងថៃមកយកដល់ពេលយើងទប់ថៃអត់ឲ្យចូលយើងបានប្រេងមកពីណាគឺយើងត្រូវពឹងលើប្រេងវៀតណាមបោះសូគីមិចយើងពឹងទៅលើប្រេងផ្សេងទៀតពីក្រុមហ៊ុនម៉ាឡេក្រុមហ៊ុនសិង្ហបុរីក្រុមហ៊ុនអីប៉ុន្តែដោយសារការដឹកប្រេងពីវៀតណាមនិងថៃគឺវាលឿនជាងព្រោះប្រទេសជាប់ព្រំដែនគ្នាអញ្ចឹងអាតម្លៃក៏វាថោកដែរព្រោះវាដឹកជញ្ជូនផ្លូវចិត្តដល់ពេលយ៉ាផ្លូវចិត្តហ្នឹងក៏អស់យើងទៅរកផ្លូវឆ្ងាយយើងដឹងហើយត្រូវថ្លៃដឹកជញ្ជូនថ្លៃអីចឹងសាំងវានៅទៅទិញពីសិង្ហបុរីឥឡូវថៃអត់ទិញបានទេព្រោះដោយថាយើងហាមអត់ឲ្យប្រេងឥន្ធនៈពីថៃមកយូរហើយយើងហាមយូរហើយតាំងឆ្លោះគ្នាមកម៉េះហើយឥឡូវនឹងខាងវៀតណាមក៏គេរដ្ឋបတ်ការលក់ប្រេងលក់អីដែរដោយសារតែគេទុកការពារប្រេងរបស់គេចិនក៏រដ្ឋបတ်ការលក់ប្រេងចាញ់ដែរតែយើងអាចទិញបានយើងទៅទិញពីសិង្ហបុរីយើងទៅទិញពីម៉ាឡេហើយសាំងគេថ្លៃរបស់គេលក់ថ្លៃទីផ្សារគេថ្លៃហើយដឹកឆ្ងាយទៀតអញ្ចឹងយើងមានអីទៅទុកបានហើយឥឡូវនេះសូគីមិចគេថាអស់ហ្គាសទៀតយើងធ្លាប់ពឹងនិយាយទៅលោកកែវរតនៈដែលជារដ្ឋមន្ត្រីក្រសួងធម្មពលគាត់និយាយថាកុំភ័យខ្លាំងពេកកុំស្លន់ស្លោពេកសូគីមិចឈប់លក់ហ្គាសនេះក៏មិនប្រកាសថាយើងអស់ហ្គាសប្រើដែរព្រោះមានក្រុមហ៊ុនហ្គាសក្រុមហ៊ុនផ្គត់ផ្គង់ហ្នឹង6 7ឯណានោះអញ្ចឹងគាត់ថាលោកអំពីវនីវឲ្យប្រជាពលរដ្ឋហ្នឹងសំហ្គាសទៅសំហ្គាសហ្នឹងលោកកែវរតនៈហ្នឹងគាត់លើកឡើងថាអញ្ចេះឥឡូវក្រុមហ៊ុនសូគីមិចថាអស់ហ្គាសលក់ចាប់ពីដើមខែមេសាទៅមកហ្នឹងអញ្ចឹងឲ្យប្រជាពលរដ្ឋបដូរគាត់ថាក្រុមហ៊ុនសូគីមិចហ្នឹងអាហ្គាសដែលផ្ដល់ពីសូគីមិចទៅតាមប៉ុន្មានទេ 3% ឯក្រៅពីហ្នឹងមានក្រុមហ៊ុនផ្សេងទៀតកុំឲ្យស្លន់ស្លោកុំឲ្យភ័យបារម្ភពេកលោកថាសន្សំសំចៃឧស្ម័ននិងប្រេងគ្រប់ប្រភេទជាពិសេសសន្សំហ្គាសហ្នឹងទៅទុកសន្សំហ្គាសទុកឲ្យតាក់ស៊ីទុកឲ្យទុកនិងទុកឲ្យភោជនីយដ្ឋានប្រើប្រាស់ទៅយើងបដូរពីដូរទៅទិញចង្ក្រានអគ្គិសនីវិញប្រើអគ្គិសនីវិញយើងដូរទៅប្រើចង្ក្រានអគ្គិសនីតើរដ្ឋមានលុយប្រមាណដើម្បីជួយឧបត្ថម្ភទុនដើម្បីឲ្យប្រជាពលរដ្ឋទិញចង្ក្រានអគ្គិសនីមកប្រើអគ្គិសនីវិញអត់ទាន់មានគោលការណ៍ហ្នឹងប៉ុន្តែលោកលើកទឹកចិត្តអញ្ចឹងបាទឥឡូវនេះគឺយើងឃើញការលំបាកយើងពេលដែលពេលមានបញ្ហាកម្ពុជាអាចធន់បានតាម21ថ្ងៃទេណាលោកកែវរតនាធ្លាប់ប្រាប់ឥឡូវនេះគឺចូលដល់ថ្ងៃជិត20ហើយអញ្ចឹងបានន័យថាដល់ចំណុចដែលយើងកាន់តែលំបាកខ្លាំងបើសិនជាសង្គ្រាមនៅអ៊ីរ៉ង់នេះកាន់តែអូសបន្លាយគឺកម្ពុជាអាចនឹងពិបាកហើយពិបាករដ្ឋាភិបាលខ្លាំងឲ្យរដ្ឋាភិបាលបញ្ចុះថ្លៃទាំងអស់នេះបញ្ចុះអត់បានទេបងប្អូនគាត់ប្រឹងដែរមិនមែនអត់ប្រឹងទេណារដ្ឋាភិបាលជួយច្រើនដែរបើតាមនិយាយស្មោះត្រង់គឺគាត់អត់យកពន្ធអាករនឹងច្រើនដែរដែលសាំងនៅសល់5500 5400បើសិនជាគាត់នៅយកពន្ធអាករនឹងពន្ធបន្ថែមអីពិសេសអីហ្នឹងណាបានន័យថាសាំងអាចឡើងដល់7 800ក្នុង1លីត្រ
8,000នៅក្នុង1លីត្រ8,000រៀលអាចដល់ប៉ុណ្ណឹងផងអញ្ចឹងអាចនឹងឡើងដល់ទៅ100%ជាង100%ផងយើងឡើងលើសគេរត់តែខ្លាំងទៀតអញ្ចឹងបានជារដ្ឋាភិបាលទប់ប៉ុន្តែក្នុងពេលជាមួយគ្នានឹងយើងមិនអាចនឹងបន្ថយបានទេបើវិបត្តិនៅអ៊ីរ៉ង់អត់ស្បើយគឺកម្ពុជាដាច់ខ្យល់មុនគេដោយសារអីយើងទៅទិញពីសិង្ហបុរីយើងទៅទិញពីម៉ាឡេដឹកឆ្ងាយណាស់កាលនៅថៃនៅអីជាប់គ្នាឥឡូវវៀតណាមគេរឹតត្បិតទៀតដោយសារគេគិតពីរបស់គេប្រើរបស់គេដែរយើងចាប់ផ្ដើមរៀងលំបាកបន្តិចប៉ុន្តែបងប្អូនប្រើខ្ជូងប្រើអីខ្លះទៅហើយយើងធ្លាប់ដុតអស់ដុតខ្ជូងអីដែរបើពិបាកពេកដូចលោកហ៊ុនសែនថាអញ្ចឹងបើសាំងឡើងថ្លៃនាំគ្នាដើរទៅហេតុអីក៏នាំគ្នាជិះម៉ូតូជិះឡានទៅអីឥឡូវថៃក៏គេចាប់ផ្ដើមលោកនាយករដ្ឋមន្ត្រីថៃថ្ងៃនេះបញ្ជាឲ្យបញ្ចេញប្រេងឥន្ធនៈបម្រុងថៃគេមានប្រេងឥន្ធនៈបម្រុងដោយសារតែមានក្រុមហ៊ុនចម្រាញ់ប្រេងក្រុមហ៊ុនអីអញ្ចឹងគេចាត់ច្រើនតែមានប្រេងបម្រុងឥឡូវលោកអនុទិនច័ន្ទវរៈគុលថ្ងៃនេះបញ្ជាឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងចេញប្រេងបម្រុងមកដើម្បីទប់កុំឲ្យការខ្វះខាតនឹងខ្លាំងពេកថៃគេថាបើអត់ប្រេងយ៉ាងម៉េចក៏គេអាចរស់បានត្រឹម35ទៅ90ថ្ងៃអីដែរពី3ខែអីដែរតែយើង21ថ្ងៃឥឡូវយើងជិតអស់ហើយយើងដល់ហើយ